សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញវិធីធ្វើសាប៊ូអំពិលខ្ចីចាបែបធម្មជាតិចាជូនបងប្អូនទស្សនាអំពិលនេះខ្ញុំមានចំនួនកន្លះគីឡូចាហើយក្នុងកន្លះគីឡូហ្នឹងគឺយើងដាក់ទឹក3លីត្របងប្អូនចាហើយគ្រឿងផ្សំសាប៊ូអំពិលហ្នឹងមានដូចជាម្សៅពពុះចាម្សៅពពុះនេះចំនួន1ខាំចាហើយអំបិលនេះអត់អ៊ីយ៉ូតណាបងប្អូនចាសូមបញ្ជាក់អំបិលអត់អ៊ីយ៉ូតនេះចំនួន2ខាំចាអានេះលក្ខចាបើបងប្អូនអត់ចង់ប្រើលក្ខទេបងប្អូនអាចដាក់ម្សៅល្មៀតក៏បានដែរចាអានេះអិនចិត្តចំនួន2ខាំបងប្អូនចាទឹក3លីត្រហើយអានេះទឹក1លីត្រនេះសម្រាប់ដាក់ជាមួយនឹងម្សៅពពុះចាបងប្អូនចាហើយនេះទឹក2លីត្រនេះសម្រាប់ដាក់អំពិលខ្ចីយើងចាយកទៅរំងាស់ចានេះទឹកចំនួន2លីត្រចាតើបងប្អូនទៅរៀនធ្វើទាំងអស់គ្នាចានេះបងប្អូនខ្ញុំចាក់ទឹកចំនួន2លីត្រចាចូលទៅក្នុងឆ្នាំងហ្នឹងដើម្បីយកទៅរំងាស់អំពិលហ្នឹងចានេះបងប្អូនហើយយើងយកទៅរំងាស់ចាអំពិលយើងពុះហើយចាវាប្រេះហើយនេះអញ្ចឹងយើងទុកឲ្យវាត្រជាក់យើងសំណុកច្របាច់វាយកទឹកចាជុំវាបែកសិនបាច់វាបែកអស់ដើម្បីឲ្យបានជាតិវានេះចាឲ្យចេញជាតិជូរដើម្បីឲ្យជំរះចានឆ្នាំងបានល្អតែមកទេមកនេះមិនត្រឹមតែបានលាងចានទេចាបងប្អូនជូតអិតយកទៅបោកកៅអៅអីក៏បានដែរចានេះបែបធម្មជាតិសាប៊ូបែបធម្មជាតិអញ្ចឹងយើងច្របាច់វាឲ្យម៉ត់ឲ្យវាចេញជាតិជូរអស់ណាអញ្ចឹងបងប្អូនអាចសាប៊ូបែបធម្មជាតិនេះបងប្អូនអាចយកធ្វើជាមួយអំពិលហ្នឹងក៏បានជាមួយនឹងក្រូចឆ្មាជាមួយត្រឡងតឹងម្នាស់ចាឲ្យតាប្រភេទជូរមានជាតិជូរគឺបងប្អូនធ្វើបានចាហើយអានេះខ្ញុំរំងាស់វានេះទឹក2លីត្រ2លីត្រទៀតខ្ញុំយកទៅថ្លឹងហើយថ្លឹងមើលវាបាន2លីត្រអត់បើអត់បាន2លីត្រយើងថែមទឹកទៀតណាធ្វើម៉េចឲ្យវាបានគ្រប់3លីត្រក្នុងចំណុះដែលយើងមានអិនចិត្តហើយនឹងអំបិលហ្នឹងចានេះយើងច្បាច់វាម៉ត់ល្អហើយយើងយកកាកវាចេញចាដើម្បីយកទឹកវាទៅត្រង់តែម៉ត់ល្អចេះត្រង់វានេះបងប្អូនអានេះទឹកអំពិលយើងបានត្រង់ហើយចាឥឡូវខ្ញុំយកទៅថ្លឹងឲ្យបាន2លីត្រចានេះយើងដាក់ចូលហើយចាំផាត់សបកតាមហ្នឹងអត់គ្រប់2លីត្រទេអញ្ចឹងយើងចាក់ទឹកថែមឲ្យបាន2លីត្រចានេះយើងបន្ថែមទឹកធ្វើម៉េចឲ្យគ្រប់2លីត្រហើយផាត់សបកមិញហ្នឹងចាបាននេះបងប្អូនហើយយើងចាក់ម្សៅពពុះចំនួន1ខាំចូលទឹកចំនួន1លីត្រហើយយើងចាក់ហើយយើងកូរវាឲ្យវារលាយកូរថ្នមមកណាបងប្អូនកុំឲ្យវាពពុះខ្លាំងពេកយើងកូរឈប់ទុកឲ្យវារីកហើយចាំយើងកូរវាទៀតចានេះទឹកពពុះយើងចាបានថ្លាល្អហើយចានេះបងប្អូនត្រូវមានកធន់មួយចានេះយើងចាក់អិនចិត្តចូលអិនចិត្តចំនួន2ខាំបងប្អូនរួចយើងចាក់អំបិលនេះចំនួន2ខាំដែរចាហើយយើងកូរវាឲ្យសព្វល្អកូរឲ្យរលាយបងប្អូនចាកុំឲ្យមានដុំពេលដែលយើងកូរមេអិនចិត្តហ្នឹងហើយនឹងអំបិលហ្នឹងឲ្យវារលាយសព្វល្អអញ្ចឹងហើយយើងស្រួលយកទៅធ្វើ
រួចហើយយើងចាក់ទឹកម្សៅពពុះយើងណាចាចាក់ចូលចាក់ម្ដងបន្តិចចេះចាបងប្អូនយើងកូរឲ្យវារលាយពុះថែមទៀតចាចាក់ម្ដងបន្តិចហើយយើងនៅបន្តកូរទៀតកូរតតែរលាយសាច់មួយហ្មងណាបងប្អូនឃើញថាវាម៉ត់ល្អបានយើងយកទៅធ្វើនេះបងប្អូនយើងចាក់ម្សៅកំពុះយើងនោះឲ្យអស់ហើយយើងកូរវាឲ្យម៉ត់ល្អឲ្យលាយអស់ហ្មងណានេះបងប្អូនឃើញថាម៉ត់ល្អចាល្អហើយអញ្ចឹងយើងទុកវាមួយឡែកសិននេះបងប្អូនយើងចាក់ទឹកអំបិលឡើងចូលទិញដងហើយយើងកូរវានេះបងប្អូននេះសាប៊ូអំបិលខ្ចីចាឃើញថាវាខាប់ហើយនេះបើបងប្អូនចង់ដាក់បន្ថែមពណ៌ក៏ដាក់ទៅបើអត់ទេយកបែបធម្មជាតិទេក៏បានដែរបងប្អូនចាតែពណ៌នេះស្អាតតែបងប្អូននេះបែបទឹកដោះគោចាខាប់ល្អណាកូរវាទៅអានេះចំនួនទឹក3លីត្របងប្អូនចាច្រើនណាស់នេះហើយប្រើតាម7អស់កន្លះគីឡូចាកន្លះគីឡូអិនចិត្ត2ខាំអំបិល2ខាំម្សៅពពុះ1ខាំចានេះលាក់បើបងប្អូនអត់ចង់ប្រើទេមិនបាច់ដាក់ទេតែបើបងប្អូនចង់បានពណ៌យើងមានម្សៅល្មៀតអីយើងដាក់ទៅចាបើយើងអត់មានទេយើងប្រើលាក់នេះក៏បានចាតែបងប្អូនមើលទៅមិនដែរពណ៌នេះស្អាតមួយយ៉ាងតើបងប្អូននេះពណ៌ទឹកដោះគោចាខាប់ល្អនេះនឹងយើងចង់ធ្វើបែបធម្មជាតិចានេះយើងយកទៅលាងចានយកទៅបោកកៅអៅយកទៅដុសការ៉ូលាងប្រគុណអីចាបានព្រោះអីវាមានជាតិកាត់នេះជាតិអំបិលទុំវាជូរអញ្ចឹងវាជួយជំរះល្អហើយឃើញនេះបើបងប្អូនឃើញគិតថាវាខាប់បើគិតថាខាប់អញ្ចឹងយើងអាចថែមទឹកបានចាថែមទឹកបន្តិចទៀតទៅកុំឲ្យវាខាប់ពេកខាប់ល្អអាចដាក់ទឹកថែមតិចទៀតទៅចាំមើលខ្ញុំតិចទៀតខ្ញុំនឹងពិសោធន៍មើលតើដុសចានជ្រះឲ្យពពុះល្អអត់បើបងប្អូនចង់ដឹងថាពណ៌ដាក់ពណ៌វារបៀបម៉េចចាយើងសាកបន្តិចមើលដាក់ពណ៌ហើយនៅពណ៌ដោះគោហ្នឹងណាស្អាតជាងពណ៌លឿងបើបងប្អូនគិតថាលឿងពេកយើងថែមសាប៊ូតិចទៀតណានេះបងប្អូនចាទៀតយើងយកចានយើងមកសាកលាងតើវាជ្រះបានប៉ុណ្ណានេះបងប្អូនឃើញថាសាប៊ូអំបិលយើងហើយរួចរាល់ហើយចាពណ៌ស្អាតណាស់ពណ៌ដោះគោចាមានពីរពណ៌នេះបងប្អូនឆ្លាញ់ពណ៌អីដាក់ពណ៌ហ្នឹងទៅចាឃើញថាខាប់ល្អណាស់
ឥឡូវយកចានមកលាងសិនចាឥឡូវនេះពិសោធន៍មើលយើងដាក់ចូលទឹកមើលតើវាពពុះបានកម្រិតណាចាយើងដាក់ប្រហែលប៉ុណ្ណេះថែមបន្តិចទៀតឃើញតែពពុះល្អណាស់បងប្អូនអានេះយើងធ្វើបែបលក្ខណៈគ្រួសារចាប្រើលក្ខណៈគ្រួសារនេះបងប្អូនចាពពុះល្អនេះចានប្រឡាក់ខ្លាញ់កាត់ចម្រាំងល្អនេះខ្ញុំយកសាប៊ូប៉ុណ្ណេះយកទៅដុសកន្លែងណាកខិចណាចាំមើលវាជ្រះល្អប៉ុណ្ណានេះចាក់ទៅចូលពុះល្អហើយនេះគឺបំពើខ្ចីយើកន្លែងនោះទុកថតឲ្យបងប្អូនមើលនេះខិចចឹងទុកបង្ហាញអត់ដុសមួយថ្ងៃទេបង្ហាញមើលតើដុសសាប៊ូហើយបំពើខ្ចីយើងនេះដុសទៅវាស្អាតបានកម្រិតណាចាហើយនិយាយតិចបងប្អូនតិចបងប្អូនអាចរៀនធ្វើចារៀនធ្វើសាប៊ូបែបធម្មជាតិពុះខ្លាំងណានេះក៏លេបពេកដល់អត់ដល់នេះណាស់ប្លានេះអត់ដុសអត់ដៃដុសទេទុកបង្ហាញបងប្អូនមើលអាខិចនេះតែសាប៊ូយើងនោះវាជ្រះបានកម្រិតណាចាជាងបន្លែពុះល្អនោះក៏ចក់នោះគុណនោះចានបោកអាវនេះបានចាបងបើខ្ចីណាចាល្អឃើញទេបងប្អូនគឺស្អាតល្អ